ជំរាបសួរនាងខ្ញុំជាអាណាព្យាបាលរបស់អូនអង្គរណុតនិងចេស្នាដែលរៀននៅថ្នាក់ AY3 និង AY5 ខ្ញុំជាអាណាព្យាបាលសិស្សលីគឹមហុងជាមួយនឹងលីស៊ូជេនខ្ញុំឈ្មោះសេរីវតីជាអាណាព្យាបាលរបស់សិស្សឈ្មោះសិទ្ធិកានិងជុតិមាបន្ទាប់ពីដាក់កូនៗនៅសាលាម៉ាក់សិនខ្ញុំចាប់អារម្មណ៍ឃើញថាកូនៗមានការរីកចម្រើនច្រើនទាំងចំណេះដឹងផ្នែកភាសានិងអត្តចរិតហើយគាត់មានភាពក្លាហានក្នុងការប្រស្រ័យទាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនបានច្រើនជាងមុនសាលាបានបញ្ចូលកម្មវិធីសិក្សាដែលធ្វើឲ្យក្មេងរៀនដោយមិនមានសម្ពាធលាយឡំជាមួយនឹងការលេងអង្កេតពិសោធន៍ជាក់ស្ដែងដែលធ្វើឲ្យក្មេងរៀនចេះចាំដោយមិនដឹងខ្លួនកម្មវិធីនៃការសិក្សាតាមរយៈ app របស់សាលា app នៅក្នុងជាភាសាអង់គ្លេសនិងជាភាសាខ្មែរតាមរយៈការចូលទៅក្នុងទូរស័ព្ទដៃឬ iPad ជាកម្មវិធីមួយជំរុញឲ្យក្មេងៗដើរទាន់នៅបច្ចេកវិទ្យាសម័យទំនើបហើយនឹងកម្មវិធីការចេញទៅក្រៅដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅដែលធ្វើឲ្យក្មេងៗមានផ្នត់គំនិតច្នៃប្រឌិតខ្ពស់ក្រៅពីនេះផងដែរសាលាក៏មានម៉ោងកីឡាហែលទឹកសិល្បៈនិងសមាធិដែលជួយឲ្យអារម្មណ៍កូនក្មេងស្រស់ស្រាយងាយស្រួលក្នុងការចាប់យកមេរៀនថ្មីមួយវិញទៀតអ្នកគ្រូលោកគ្រូតែងតែបង្កើតកម្មវិធីផ្សេងនៅថ្ងៃបុណ្យជាតិនិងអន្តរជាតិធំដែលធ្វើឲ្យសិស្សទាំងអស់បានរួមបញ្ចេញសមត្ថភាពខ្លួនឯងនៅលើឆាកកត្តាទាំងនេះធ្វើឲ្យពួកគាត់មានអារម្មណ៍ជឿជាក់លើខ្លួនឯងខ្លាំងជាងមុននិងក្លាហានខ្លាំងជាងមុនចំពោះការថែទាំរបស់លោកគ្រូអ្នកគ្រូខ្ញុំមានអារម្មណ៍ថាមានភាពកក់ក្ដៅដែលសារសាលាគាត់យកចិត្តទុកដាក់ទៅលើក្មេងៗបានច្រើនហើយកូនខ្ញុំនៅតូចដែរប៉ុន្តែគាត់មកនេះគាត់ចង់តែមករៀនទេដោយសារតែលោកគ្រូអ្នកគ្រូមានភាពស្និទ្ធស្នាលយកចិត្តទុកដាក់ហើយសាលាគឺយល់ពីចំណាប់អារម្មណ៍របស់កូនសិស្សក៏ដូចជាចំណាប់អារម្មណ៍របស់ឪពុកម្ដាយអញ្ចឹងសកម្មភាពទាំងអស់នេះហើយជាសកម្មភាពមួយដែលសាលាបានផ្ដល់ឲ្យដល់កូនសិស្សហើយខ្ញុំជាឪពុកម្ដាយក៏សប្បាយចិត្តហើយនឹងទុកចិត្តដូចគ្នាក្នុងការបញ្ជូនកូនមករៀននៅទីនេះបាទអ្វីដែលខ្ញុំពេញចិត្តគឺសាលាអន្តរជាតិម៉ាក់សិនតែងតែមានជំនួបរវាងឪពុកម្ដាយជាមួយនឹងសិស្សហើយនិងគ្រូបន្ទប់ថ្នាក់ដើម្បីស្វែងយល់ពីចំណុចខ្លាំងនិងពង្រឹងចំណុចខ្សោយរបស់សិស្សសេវាទំនាក់ទំនងមេដាបេដានាងខ្ញុំមានការពេញចិត្តជាខ្លាំងដោយពួកគាត់ឆ្លើយតបទាន់ពេលវេលានៅរាល់ចម្ងល់ផ្សេងក្នុងករណីកូនមិនស្រួលខ្លួនគឺក្រុមគាត់នេះហើយជាអ្នកតាក់ទងទៅអាណាព្យាបាលទន្ទឹមនឹងនោះសាលាក៏មានគ្រូពេទ្យប្រចាំការមើលថែកូនទម្រាំដែរមេដាបេដាបានមកយកកូនបើសិនជាប៉ាម៉ាក់ចង់អភិវឌ្ឍកូនទាំងផ្នែកចំណេះដឹងនិងអត្តចរិតហើយចង់បានសាលាដែលជួយពង្រឹងកូនទាំងភាសាខ្មែរចិននិងអង់គ្លេសគាត់អាចជ្រើសរើសសាលាម៉ាក់សិនបានខ្ញុំចង់ផ្ដាំផ្ញើទៅដល់មេដាបេដាដែលកំពុងតែស្វែងរកសាលាល្អដល់កូនអាចជ្រើសរើសយកសាលារៀនម៉ាក់សិនដោយសារសាលានេះផ្ដោតទៅលើគុណភាពល្អសីលធម៌ល្អនិងវិន័យល្អបើសិនជាអាណាព្យាបាលមានបំណងចង់ស្វែងរកសាលាឲ្យកូនអាចអញ្ជើញមកសាលាម៉ាក់សិនដោយផ្ទាល់ដើម្បីស្វែងយល់ពីទីតាំងការរៀបចំបរិយាកាសនិងកម្មវិធីសិក្សាផ្សេងៗ